ជាសួរលោកគ្រូកណ្ណាកម្មការនិងបងក្រុមការងារទាំងអស់ផងដែរបាទជំរាបសួរត្របៃកិជនវីឆាយាបាទឥឡូវនេះយើងបានចូលមកដល់វគ្គ3ហើយបាទសង្ឃឹមថាវគ្គនេះបងនឹងធ្វើបានល្អណាបាទលោកគ្រូបាទវគ្គនេះគឺជាវគ្គមួយដែលសំខាន់បាទវគ្គនេះគឺជាវគ្គអ្នកចម្រៀងគាត់រើសបត់ជ្រឿងដល់ខ្លួនឯងអញ្ចឹងល្អឬក៏មិនល្អអាស្រ័យលើវគ្គនេះណាតាឥឡូវសង្ឃឹមប្រហែលភាគរយថ្ងៃនេះខ្ញុំសង្ឃឹមច្រើនដែរតែយើងអស់ខ្យល់តិចលោកគ្រូសារទុំជាសះស្បើយពីជំងឺទៅក៏សុខភាពក៏អត់សូវល្អដែរអញ្ចឹងសង្ឃឹមថាវគ្គនេះនឹងបានជោគជ័យបាទអូខេវគ្គជិបសាមកជួបបងនៅវគ្គក្រោយទាំងអស់គ្នាហើយនៅក្រុមការងារទាំងអស់ផងដែរបាទអូខេសង្ឃឹមថាវគ្គនេះបងនឹងធ្វើបានល្អជាងវគ្គមុនណាបាទលោកគ្រូតាឥឡូវត្រៀមខ្លួនហើយនៅបាទលោកគ្រូតាបញ្ចេញអស់ពីសមត្ថភាពស៊ូអត់ធន់ក្នុងចិត្តសងក្នុងចិត្តជាគុំប្រំត្រូវគិតពីអនាគតបែរប្រាំអោយកូនខំរៀនជាងឆ្ងាយពីអ្នកលេងដឹងចិត្តខ្លួនឯងប្រាំនៅវិញសំដីគ្រប់មាត់តែប្រាប់ត្រូវចងចាំជាយិននឹងបានសម្រាប់ធ្វើខ្លួនឲ្យជាមនុស្សល្អយើងជាឈ្មោះថ្លាថ្លៃលោកក៏នឹងចាំសម្ដីរបស់ម៉ែកូនម៉ែមិនដែលសាប់សងចំលងកូនអូនទងព្រួយនៅហត់អត់ធ្មត់មិនហាស្ដីបំពេញបំណងគ្រប់យ៉ាងឲ្យតែកូនចង់បានໄວព្រោះមិនได้ថ្លៃចង់ឲ្យកូនខំរៀនឯនៅវ័យថ្ងៃនេះកាយដាច់ឈឺចាប់ព្រោះខាងស្ដាប់តំបងមានម៉ែទៀតហើយអូនជុំអបរំអ្នកបដិបែងដងកូនស្ទើរព្រៃពេលនេះថ្ងៃនេះព្រមម៉ែរៀងរំគត់ហើយម៉ែមិនដែលសាប់សងចុះក៏បងទុំព្រួយទៅនៅហត់អត់ធ្មត់មិនហាស្ដីបំពេញបំណងគ្រប់យ៉ាងឲ្យតែកូនចង់បានហួយព្រោះមិនได้ថ្លៃចង់អស់កូនខំរៀនឯទៅໄວថ្ងៃនេះចាប់ព្រោះខាងស្ដាប់តំបងមានម៉ែទៀតហើយកូនជុំអបរំមានម្ដាយបែងដងកូនស្ទើរព្រេងពេលនេះថ្ងៃនេះព្រមបានរកថាពេលនេះថ្ងៃនេះព្រមបានរកថាអរគុណច្រើនគ្រូគណៈកម្មការណាអរគុណអូខេអាយ៉ាមានអារម្មណ៍ថាដូចស្នឹកជាមួយនឹងបទនឹងដល់ហើយនេះបាទលោកភាសាបទនឹងពេញនិយមហើយណាមួយត្រូវបច្ចុប្បន្នយុវវ័យគាត់ពីមុនគាត់ដាក់ផ្លូវខុសផងដែរបាទជាងបទបន្តិចបីដាស់តឿនអារម្មណ៍ពួកគាត់ឲ្យគាត់កែប្រែដែលបងប្អូនចំនួនក្រោយបាទយល់ពីគុណអ្នកម្ដាយផងដែរអ្នកម្ដាយខំមកចាំយើង
យើងខំដើរផ្លូវល្អដើម្បីគាត់សុខចិត្តយល់បានជួយអីក៏គាត់ក៏ដោយតែសង្ឃឹមយើងធ្វើជាមនុស្សល្អបានហើយបាទផ្ដាំជូនបងប្អូនទាំងអស់គ្នាដែលគាត់ខូចជាយើងកែប្រែទាំងអស់គ្នាបាទជាយើងចាប់ដៃគ្នាបាទគ្រប់ត្រទាំងអស់គ្នាបាទជាមួយបាទសង្គមទាំងអស់គ្នាផងដែរបាទ អូខេអរគុណបាទល្អណាបទចម្រៀងមួយនេះគឺជាបទដែលចាក់ដោតទៅដល់យុវវ័យឬជាបទដាស់តឿនស្មារតីទៅដល់យុវវ័យឲ្យដើរផ្លូវល្អធ្វើតែធ្វើល្អ បាទអូខេអរគុណល្អណា រំហ៊ុននិងមជ្ឈមណ្ឌលត្រីក្រហមអ្នកជំនាញព្យាបាលមុខកើតមុន